រាជរដ្ឋាភិបាលកម្ពុជាក្រសួងមហាផ្ទៃលេខ088សញ្ញាព្រះរាជាណាចក្រកម្ពុជាជាតិសាសនាព្រះមហាក្សត្រសេចក្តីប្រកាសព័ត៌មានស្តីពីផលប៉ះពាល់តំបន់និងជនស៊ីវិលកម្ពុជាដោយអំពើឈ្លានពានរបស់ភាគីថៃលើដែនអធិបតេយ្យកម្ពុជាពីម៉ោង 6 ល្ងាចថ្ងៃទី 22 ខែធ្នូដល់ម៉ោង 7 ព្រឹកថ្ងៃទី 23 ខែធ្នូឆ្នាំ 2025 គិតចាប់ពីម៉ោង 6 ល្ងាចថ្ងៃទី 22 ខែធ្នូរហូតដល់ម៉ោង 7 ព្រឹកថ្ងៃទី 23 ខែធ្នូឆ្នាំ 2025 នេះអំពើឈ្លានពានរបស់រដ្ឋាភិបាលនិងយោធាថៃជាពិសេសការប្លង់និងទម្លាក់គ្រាប់គ្រប់ប្រភេទគ្រប់ទម្រង់ចូលតំបន់ស៊ីវិលបានបណ្ដាលឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដូចខាងក្រោម 1. ករណីពលរដ្ឋស្លាប់និងរបួសថ្មីគ្មានតែគិតសរុបពីថ្ងៃទី